ចូលមកដល់ការភ្ជាប់ជាមួយនឹងទូរស័ព្ទ Samsung ចាគឺមកយើងឃើញអេក្រង់ប៉ុណ្ណឹងហើយបន្ទាប់មកយើងយកទូរស័ព្ទរបស់យើងតែកុំភ្លេចទូរស័ព្ទរបស់យើងបើក Wi-Fi on ចោលទៅមិនបាច់ភ្ជាប់ Wi-Fi គ្រាន់តែបើក Wi-Fi on ចោលតែប៉ុណ្ណឹងទៅហើយបន្ទាប់មកយើងអូសលើទូរស័ព្ទរបស់យើងទូរស័ព្ទ Samsung ណាទូរស័ព្ទ Samsung ក៏មាន Smart View នេះ Smart View អញ្ចឹងខ្ញុំចុចលើ Smart View នេះដោយសារតែខ្ញុំភ្ជាប់ដំបូងអញ្ចឹងខ្ញុំចុច continue រហូតមកដោយសារតែខ្ញុំមិនដែលភ្ជាប់យើងចុច turn on អាកន្លែង turn off ហ្នឹងយើងចុចលើហ្នឹងទៅវា turn on ហើយ turn on ហ្នឹងដើម្បីវា search មើល device ដែលយើងចង់ភ្ជាប់នេះ device របស់ខ្ញុំអញ្ចឹងចុចលើហ្នឹងមកបន្ទាប់មកយើងចុច start now ចុច start now យើងចាំវាមួយសន្ទុះសិនបន្ទាប់ពីចាំវាមួយសន្ទុះហើយវានឹងលោតអេក្រង់ទូរស័ព្ទរបស់យើងទៅលើ projector ហ្នឹងហើយអញ្ចឹងទូរស័ព្ទរបស់យើងបង្ហាញអីលើ projector ហ្នឹងក៏បង្ហាញនឹងដែរឃើញទេអូខេអញ្ចឹងខ្ញុំអូសចុះអូសឡើងហើយបើសិនជាខ្ញុំមានប្រូក្រាមដែលអាចផ្ដេកបានទូរស័ព្ទខ្ញុំផ្ដេកវានឹងផ្ដេកដែរហើយអញ្ចឹងខ្ញុំសាក search នៅលើ Chrome មួយមកដោយសារតែខ្ញុំមកខាងដៃកាន់ទូរស័ព្ទមកខាងទៀតគឺ search អញ្ចឹងណាចាខ្ញុំចុច Chrome អញ្ចឹងមកប៉ុន្តែទូរស័ព្ទខ្ញុំនឹងដាក់ឲ្យវាត្រឡប់បានចុចលើត្រឡប់បានហ្នឹងមកបន្ទាប់មកខ្ញុំត្រឡប់ទូរស័ព្ទរបស់ខ្ញុំពេលត្រឡប់ទូរស័ព្ទរបស់ខ្ញុំវានឹងផ្ដេកដែរឃើញទេបងឃើញទេអញ្ចឹងចង់កាន់តែច្បាស់ខ្ញុំថតទូរស័ព្ទខ្ញុំដែរដៃម្ខាងថតដៃម្ខាងអូសទូរស័ព្ទដល់ពេលអញ្ចឹងផិតផយនេះឃើញទេហើយបើសិនជាទូរស័ព្ទខ្ញុំប្រឈរវាក៏ប្រឈរដែរឃើញអត់ប្រឈរដែរឃើញទេខ្ញុំគិតថាដុំហ្នឹងអត់ជាបញ្ហាទេអាចប្រើដុំនឹងមួយទូរស័ព្ទបាន